안녕하세요 여러분,សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងគឺយើងរៀនអំពីការអានភាសាកូរ៉េដដែលប៉ុន្តែគឺខ្ញុំលើកយកទៅឧទាហរណ៍ដែលសារមេរៀនមុននោះខ្ញុំបានបញ្យល់ហើយអញ្ចឹងយើងមកមើលឧទាហរណ៍ទី1ទាំងអស់គ្នាពាក្យថាមកអយោអញ្ចឹងយើងដឹងហើយករណីពាក្យទី1នេះបញ្ចប់ដោយព្យញ្ជនៈឬក៏មានជើងហើយពាក្យបន្ទាប់គឺមានអ៊ីអ៊ឹងឬក៏ផ្ដើមដោយស្រៈអញ្ចឹងយើងត្រូវលើកជើងហ្នឹងមកអានជាមួយស្រៈអញ្ចឹងយើងអានថាម៉េចមកយោមកយោអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតនេះគឺការសរសេរណានេះអាខាងមុខនេះគឺវាជាការសរសេរចាំបាច់ត្រូវតែសរសេរបែបហ្នឹងហើយពាក្យដែលនៅក្នុងវងកញ្ចក់ដែលខ្ញុំដាក់នៅក្បែរគ្នាហ្នឹងគឺការអានអញ្ចឹងការអានភាសាកូរ៉េគឺខុសពីការសរសេរដោយសារគឺយើងលើកជើងករណីដែលមានអ៊ីអ៊ឹងឬក៏ស្រៈហ្នឹងអញ្ចឹងយើងត្រូវការចាំថាពាក្យនេះសរសេរបែបណាហើយអានបែបណាអញ្ចឹងអានយ៉ាងម៉េចគឺនិយាយអញ្ចឹងយើងត្រូវបែងចែកឲ្យដាច់ណាអញ្ចឹងពាក្យទី1អានថាមកយោពាក្យទី2យើងលើកជើងមកទៅជាអីគេថាតាយោលេខ3ដូចគ្នាដែរយើងលើកជើងមកទៅជាអីគេម៉ាក់វាលើកជើងក៏ពិតមែនវាលែងមានមីឡើងនេះហើយប៉ុន្តែក្នុងការអានប្រៀបដូចជាមានមីកន្លែងនឹងមួយទៅចឹងប៉ុន្តែគេអត់មានសរសេរឲ្យមានទេប៉ុន្តែដល់ពេលយើងស្ដាប់ជនជាតិកូរ៉េនិយាយទៅគឺដូចមានពាក្យហ្នឹងចឹងម៉ាក់មិនម៉ាក់ហ្មងហើយម៉ាក់ចឹងឡើយហ្នឹងយើងត្រូវរៀនសម្គាល់យើងស្ដាប់ឲ្យបានច្រើនតមកលេខ4យើងលើកជើងដូចគ្នាដែរអានណេលេខ5យ៉បភេអានេះស្អែណាយ៉បភេលេខ6ហេសយោលេខ7អានចាយោអញ្ចឹងករណីមានជើង2គឺយើងលើកជើងខាងក្រោយទុកជើងខាងមុខអញ្ចឹងជើងខាងក្រោយរបស់យើងគឺអក្សរជីអ៊ឹតអញ្ចឹងជីអ៊ឹតបុកស្អាតចាអស្អាតអាននោះអានអញ្ចឹងអានចាយោលេខ8ដូចគ្នាដែរយើងលើកជើងខាងក្រោយមកឆលមឿនលេខ9អ៊ីលកយោលេខ10យើងលើកជើងខាងក្រោយមកអានជឺសេយោលេខ11កាកាជូសេយោលេខ12ខ្វាអ៊ីរឺលយើងលើកជើងរីអ៊ឺលនេះមកណាលេខ13មូនឺលលេខ14ខឬលតោះណាតោះអញ្ចឹងយើងមើលករណីពិសេសឧទាហរណ៍ករណីជើងពិសេសអញ្ចឹងយើងមើលកន្លែងនេះដែលខ្ញុំដាក់ note អញ្ចឹងករណីជើងរីអ៊ឺលហ៊ីអ៊ឺតអញ្ចឹងវាតែជាជើងរីអ៊ឺលបានន័យថានៅសល់តែជើងរីអ៊ឺលមួយឯងហ៊ីអ៊ឺតហ្នឹងគឺបាត់សំឡេងហើយនីអ៊ឺនហ៊ីអ៊ឺតក៏ដូចគ្នាដែរគឺទៅជាអក្សរណអក្សរនីអ៊ឺនអក្សរហ៊ីអ៊ឺតហ្នឹងគឺលែងមានទេណាតោះអញ្ចឹងយើងទៅមើលឧទាហរណ៍ដើម្បីយល់កាន់តែច្បាស់អញ្ចឹងពាក្យទី1មានពាក្យថាស៊ីលខាងក្រោមនេះរីអ៊ឺលហ៊ីអ៊ឺតអញ្ចឹងរីអ៊ឺលហ៊ីអ៊ឺតនេះវាបាត់អក្សរហ៊ីអ៊ឺតហើយវាលែងមានសំឡេងអក្សរហហើយនៅតែសំឡេងអក្សររអញ្ចឹងទៅជាអីគេស៊ីរយោបើន័យថាយើងលើកមកគឺលើកតែអក្សររទេអក្សរហហ្នឹងគឺបាត់ហើយអញ្ចឹងយើងមិនមែនកាលមុនយើងមានជើង2គឺយើងលើកជើងមុខទុកជើងក្រោយអញ្ចឹងបើលើកជើងមុខទុកជើងក្រោយទៅជាអីគេទៅជាស៊ីលមែនអត់ហើយអក្សរហនេះមកជំនួសកន្លែងនេះអញ្ចឹងស៊ីលអីគេស៊ីលហហើយយោមែនអត់ប៉ុន្តែអាហ្នឹងគឺជាករណីពិសេសករណីដែលយើងត្រូវចងចាំកូរ៉េគឺគេមិនអានថាស៊ីលហយោទេករណីហ្នឹងហ៊ីអ៊ឺតនេះគឺបាត់សំឡេងហើយអញ្ចឹងទៅជាអីគេស៊ីរយោបន្តមកទៀតយើងមើលលេខ2អានណាយោមិនអានហាយោទេណាគឺអានណាយោគឺបាត់ហើយហ៊ីអ៊ឺតហ្នឹងបន្តមកទៀតពាក្យប៊ីអ៊ឺបស៊ីអ៊ូតករណីហ្នឹងគឺប្រែប្រួលដែរអាស៊ីអ៊ូតនេះគឺទៅជាសាំងស៊ីអ៊ូតដោយសារប៊ីអ៊ឺបហ្នឹងវានិយាយទៅយើងចំណាំថាប៊ីអ៊ឺបស៊ីអ៊ូតពេលបូកជាមួយគ្នាវាជាជើងអាស៊ីអ៊ូតនេះគឺទៅជាសាំងស៊ីអ៊ូតដែរគឺសំឡេងវាបដូរកន្លែងហ្នឹងបន្តិចអញ្ចឹងយើងត្រូវការចាំអញ្ចឹងយើងចំណាំហើយពាក្យវាអត់ចេញខុសពីហ្នឹងហើយគឺវាមានតែដដែលដូចគ្នាអញ្ចឹងយើងអាសាជួបអាសាឃើញទៅយើងចាំឲ្យចាំខ្លួនឯងហើយអញ្ចឹងយើងមើលលេខ3យើងអានថាម៉េចអបសយោ
absorb កន្លែងនេះសអណា absorb បន្ទាប់មកលេខ4 capsi លេខ5ដូចគ្នាដែរ nolta ចឹងកន្លែងនេះយើងអានថា nol ដែរប៉ុន្តែកន្លែងករណីជើង2អញ្ចឹង real ភាពនេះយើងចំណាំកន្លែងហ្នឹងគឺយើងអត់អានតាអត់អានដែរគឺយើងអានតាយើងចំណាំមកណាកន្លែងនេះក៏តាដែរនិយាយទៅឲ្យតែមាន real នឹងពីមុខគឺភាគច្រើនគឺយើងបដូរហើយ be up នេះក៏ដូចគ្នាដែរនិយាយទៅយើងចំណាំកន្លែងនេះគឺករណីដែលយើងត្រូវចំណាំហើយពាក្យហ្នឹងគឺវាស្តៀងគឺវាចេញមកស្តៀងគ្នាជើងអញ្ចឹងយើងជួបម្ដងពីរដងទៅយើងចាំហើយវាអត់ច្រើនទេវាមានតែប្រហែលហ្នឹងឯងតែអញ្ចឹងកន្លែងហ្នឹងគឺត្រូវការចំណាំអញ្ចឹងអ្នកទាំងអស់គ្នាចំណាំហើយខ្ញុំនឹងបញ្ចេញសលេងខ្ញុំនឹងអានឲ្យអ្នកទាំងអស់គ្នាស្ដាប់អញ្ចឹងអ្នកទាំងអស់គ្នាជួបពាក្យហ្នឹងទេគឺយើងត្រូវអានបែបហ្នឹងតោះយើងអានទាំងអស់គ្នាខ្ញុំចាប់ផ្ដើមពីលេខ1មកវិញ siroyo លេខ2 anayo លេខ3 absoryo លេខ4 capsi លេខ5 nolta លែង nol ដែរណាតែជា nolta លេខ6 halta លេខ hal ដែរណាយើងត្រូវចំណាំកន្លែងហ្នឹងលេខ7 opta លេខ8 anta នេះករណីមានទីអ៊ឺតនេះគឺយើងបដូរទៅជាថ anta បន្តមកទៀតលេខ9 ilta តបមកលេខ10 alta លេខ11 kunta លេខ12 silta ចឹងតើណាតើចឹងកន្លែងករណីឧទាហរណ៍ករណីជើងពិសេសហ្នឹងយើងគឺចាំបាច់ត្រូវតែចាំពួកអីករណីហ្នឹងគឺវាប្រែប្រួលច្រើនអញ្ចឹងអត់មានការបញ្យល់ណាមួយឲ្យច្បាស់លាស់ទេគឺយើងត្រូវចាំពាក្យហ្នឹងហ្មងពាក្យហ្នឹងបកប្រែថាម៉េចអានចេញសំឡេងថាម៉េចអញ្ចឹងពេលដែលយើងរៀនទីមទីឲ្យយើងយល់ហើយទីមទីឲ្យយើងចាំទៀតដូចយើងរៀនរូបមន្តកណិតវិទ្យាអញ្ចឹងទីមទីឲ្យយើងចាំមិនយើងដោះស្រាយលំហាត់ចេញអញ្ចឹងអានេះក៏ដូចគ្នាដែរទីមទីឲ្យយើងចាំទៅយើងអានចេញចោះចេញយើងមើលពាក្យស្លោកមួយដែលខ្ញុំដាក់នៅកន្លែងនេះគឺគូជូនីក៏ញ៉ាត់យើងអានលើកជើងមកមិនគូជូនយើងអានគូជូនហ៊ីក៏បានដែរប៉ុន្តែភាគច្រើនគឺយើងអានគូជូនីណូរៀកខាមញ៉ាន់ខៀកនេះបូកមួយអ៊ឹតទៅជាខែសលេងវាខ្លាំងជាងមុនគូជូនីណូរៀកខាមញ៉ាន់សងខងហានិនផបពីដាចឹងខ្ញុំបានឲ្យស្ដាប់ម្ដងទៀតគូជូនីណូរៀកខាមញ៉ាន់សងខងហានិនផបពីដាចឹងបកជាខ្មែរព្យាយាមកុំបានសម្រេចហ៊ីមណែសេយ៉ូហើយធីងចា៎អ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងមេរៀនរបស់យើងគឺមានតែប៉ុណ្្នឹងទេខំសាហាមនីដាអរគុណសម្រាប់ការទស្សនាថៅមេតូផាយ៉ូជួបគ្នាពេលក្រោយទៀត